អន្តរីហោះមួយមិនយល់ចាប់ស្រុកមិនដឹងពីគំនិតរបស់គេដំបូងខ្ញុំស្មានថាកូនចាប់ពូននៅក្នុងព្រៃប៉ុន្តែមិនស្មានថាបែរជាមកជួបជុំគ្នានៅទីនេះសោះប៉ុន្តែបែរជាមានជនពូកែសម្ដីដឹងរឿងបន្តិចបន្តួចរួចហើយស្អីក៏មើលមិនឃើញនិយាយពីការបង្អួតកេរ្តិ៍ឈ្មោះគ្មាននរណាអាចប្រៀបទៅបាននិយាយពីការបញ្ជាតបវិញពួកគេគ្មានសមត្ថភាពអ្វីតបតែសោះមានតែដើរញញឹមដាក់គេដាក់ឯងតែប៉ុណ្ណោះសញ្ញាកូនភ្លោះហ្នឹងដឹងពីណាមកដែលហូបថ្នាំហ្នឹងទៅមានកូនមានអីស្អាតបាតអញ្ចឹងខ្ញុំមើលតាមទូទស្សន៍ខ្ញុំមើលតាមទូទស្សន៍ទូទស្សន៍ប៉ះលេខប៉ុន្មាននឹងប៉ះលេខប៉ុន្មានបើកមកចំផ្លេចចាហើយស្រុកភូមិនៅណាវិញកូននៅធម្មងចាចាហើយមកហ្នឹងមកពីព្រឹកមិញហ្នឹងមកពីម៉ោងមកឬមួយនៅភ្នំពេញហ្នឹងទេអត់ខ្ញុំនៅភ្នំពេញហ្នឹងដែរមកលេងម៉ែនៅតកែវវិញវិញទេមកហ្នឹងហ្មងខ្ញុំថាទេទៅតកែ3នាក់នៅហ្នឹងអត់បានមកតែម្នាក់ឯងណាគាត់ប្រាប់ថាលោកគ្រូអើយមកមិនកើតបើកូនតាមបាន6ថ្ងៃ7ថ្ងៃអញ្ចឹងណាកូនស្រីហើយនេះកូនប្រុសហ៎ចាកូនប្រុសបាន5ខែហើយញឹមតិចមកបានចូលទូបានស្អាតប្តីទៅឃើញស្រឡាញ់ហើយពីមុនមកអត់កូនប្រហែលឆ្នាំអត់2ឆ្នាំចាហេតុអីបានឆាប់ចង់បានម៉េចចង់បានហើយទៅចាដីយ៉ាងចំណាស់ដែរហើយដី30ជាងហើយពីហូបថ្នាំអស់ប្រហែលកញ្ចប់ឬមួយកន្លះកញ្ចប់ឬមួយប្រហែលឆ្នាំបានមានកូនហូបអស់មួយកញ្ចប់វាហ្នឹងចាឈ្មោះអីហ្នឹងខ្ញុំឈ្មោះផោះសុកមោរស័យខេត្តបាត់ដំបង